nè để quạt nơi sọc mai sọc năng cả đời premier mê cứ international premier mê na mai timui utopia chỉ bisa kemajuan tapi dia pula kam antara jet sebarang journée internationale du travail hai nè để nơi tây barang quạt năng khơi nhé cứ roal premier mê cứ miền barang de mugi barang cứ tông mugi cứ cá sò này ấy petit cloche cứ cá sò này cái petit cloche chỉ tu tớiยังเคยថាអូ donner des brins de muguet ou offrir ça porte bonheur le brin de muguet pour le premier mai porte bonheur pourquoi ហេតុអីតើបងអស់និយាយអំពីដើមកំណើតនៃការដែលជូនផ្កានឹងសិនវាអត់ទាន់ទៅដល់ថ្ងៃ1ឧសភាដែលជាថ្ងៃបុណ្យការងារគេឲ្យផ្កានឹងទេនិយាយពីដើមកំណើតនៃការឲ្យផ្កានឹងសិន Charles IX ជាស្ដេចទី9 Charles ទី9ឈ្មោះស្ដេចនៅឆ្នាំសតវត្សទី16នឹងឯងធ្វើកំប៉ាញធ្វើយុទ្ធនាការសង្គ្រាមសាសនាហើយក៏ស្ដេចនឹងយាងមកដល់ក្នុងតំបន់មួយ La Drôme ប្រជាជននៅក្នុងតំបន់ La Drôme ថ្វាយផ្កាមួយគេនឹងឲ្យទៅឲ្យ Charles IX ស្ដេច Charles IX ហិតក្លិនផ្កាមួយគេនឹងទៅក្រអូបស្រាលស្រទន់ផ្កាមួយគេមានដើមកំណើតពីប្រទេសជប៉ុនណាខ្ញុំមើលក្នុងអន្តរជាតិមានដើមកំណើតពីប្រទេសជប៉ុនផ្កាមួយគេឬក៏គេហៅ Lys de Vallée បានន័យថាផ្កា Lys នៃជ្រលងភ្នំព្រោះវាដុះនៅតាមព្រៃណាអ្នកណាសាដើរព្រៃឃើញហើយផ្កាមួយគេហ្នឹងអញ្ចឹងជូនមកដល់ស្ដេច Charles IX ធំក្លិនផ្កាហ្នឹងក្រអូបស្រាលស្រទន់ហើយរូបរាងក៏ស្អាតពណ៌សអញ្ចឹងណាគាត់ថាអូយកផ្កានឹងឯងរាល់ថ្ងៃព្រឹមញីមេយកផ្កានឹងឯងជូនទៅឲ្យស្រីនៅក្នុងឡាគូមាននំមាននាងនៅក្នុងរាជវាំងស្ដេច Charles ទី9ក៏វាកើតទៅជាការជូនផ្កាហ្នឹងអាហ្នឹងដំបូងបង្អស់គឺការជូនផ្កាហ្នឹងគេថាអូគឺជាពកបនមួយដែរពីព្រោះស្ដេចជូនផ្កាឲ្យណាហើយវាជាប់តាក់ទងជាមួយនឹងការក្លិនក្រអូបជាមួយនឹងផាំងតង់សេសុងដែលស្លឹកឈើក៏លាស់ថ្មីផ្កាក៏រីកស្គុះស្គាយអញ្ចឹងទៅនេះគឺជូនផ្កាថ្ងៃ1ឧសភាពីឆ្នាំសតវត្សទី16វាត្រឹមប៉ុណ្ណឹងមកនោះនិយាយអំពី1ឧសភាដែលជាថ្ងៃបុណ្យការងារការទៀមទាថ្ងៃបុណ្យការងារគឺតាំងពី1890 1889 90ទៀមទានេះទៀមទាបុណ្យការងារហ្នឹងគឺទៀមទាឲ្យមាន12វិតបានន័យថាធ្វើការ8ម៉ោងមិនមែនធ្វើការអត់ឈប់រហូតដល់2 3 10ម៉ោងអញ្ចឹងទេបានន័យថា8គុណនឹង3នឹងឯង12វិតនឹងឯងបុគ្គលិកកម្មករហ្នឹង les ouvriers ត្រូវធ្វើការទៀមទា revendiquer ធ្វើបាតុកម្មជាមួយនឹងថកែជាមួយនឹងជាមួយនឹងប្រធានរោងចក្រជាមួយនឹងអីអញ្ចឹងទៅរាចំគឺបុគ្គលិកកម្មករធ្វើការទៀមទាដើម្បីបានឈ្នះបុណ្យការងារនឹងឯងឈ្នះសិទ្ធិក្នុងការធ្វើការងារអញ្ចឹងមកពេលដែលធ្វើការទៀមទានៅឆ្នាំ1891មានការទៀមទាមួយដ៏ខ្លាំងដែលមានការបាញ់សម្លាប់បុគ្គលិកកម្មករទៀតហូឈាមសម្លាប់អញ្ចឹងការទាំងអស់ហ្នឹងគេយកតំណាងព្រមនិយាយមេតំណាងថ្ងៃបុណ្យការងាររបស់បារាំងគឺផ្កា Églantine rouge ផ្កាដូចជាផ្កាក្លាបអញ្ចឹងណា Églantine rouge អញ្ចឹងនៅពេលដែលមានការទៀមទាគឺគេដាក់ Églantine rouge នឹងឯងតំណាងការបូជាសាច់ស្រស់ឈាមស្រស់របស់បុគ្គលិកកម្មករដើម្បីទៀមទាសិទ្ធិសេរីភាពមួយក្នុងការធ្វើការងារឲ្យវាមានសិទ្ធិស្មើគ្នាឲ្យមានពេលវេលាច្បាស់លាស់ពោវិតហ្នឹងគឺវាមាន travail sommeil loisir បានន័យថាការធ្វើការសម្រាក sommeil និង loisir ការចេញដើរកម្សាន្តវាមាន3ហ្នឹង travail sommeil loisir ការទៀមទា premier mai អញ្ចឹងនៅពេលដែលគេគិតឃើញថារហូតទៅដល់ deuxième guerre mondiale seconde guerre mondiale Maréchal អគ្គសេនាធិការធំណាចាប់ផ្ដើមremplacer Églantine rouge ហ្នឹងដោយផ្កាព្រមញីវិញដោយផ្កាមួយគេវិញពីព្រោះគេថាផ្កាមួយគេហ្នឹងគឺវាស្រាលស្រទន់ជាងហើយណាមួយវាចំព្រមញីមេហើយព្រមញីមេគឺជាការទៀមទាសិទ្ធិធ្វើការងារបានសម្រេចផងហើយមួយគេហ្នឹងគឺជា symbole de la pureté ភាពស្មោះត្រង់បរិសុទ្ធនិងសុភមង្គលពីព្រោះវាពណ៌សតំណាងភាពបរិសុទ្ធដែរអញ្ចឹងក៏គេបដូរពីផ្កាក្រហមដែលតំណាងឲ្យភាពដូចថាយ៉ាងដូចឈាមលោហិតអញ្ចឹងណាផ្កាពណ៌ក្រហមអញ្ចឹងគេយកមកពណ៌ស្រទន់ផ្កាមួយគេហ្នឹងវិញហើយវាជាប់ជាមួយនឹងព្រមញីមេដែលកែលពីស្ដេច Charles IX ជូនទៅស្រីនៅក្នុងជូនទៅមាននំមាននាងបរិវារណានៅក្នុងព្រះរាជវាំងទៀតក៏ឲ្យពេលដែលស្ដេច Charles IX ឲ្យផ្កាទៅស្រីគេថាពុក donor ហ្នឹង